កើតស្លាប់ឧបមាភាសិតភេជ្ជៈដីដែលស្មូនឆ្នាំងធ្វើតូចធំជំទើឆៅក្តីឆ្អិនក្តីរមែងត្រូវបែកបំណែកជាដីคล้ายជាឥតន័យនៅទីបំផុតនោះយ៉ាងណាមិញជីវិតសត្វលោកឈឺឬឥតរោគវិយោគតក់ស្លុតរមែងត្រូវស្លាប់ចោលកាយកប់ដុតនៅទីបំផុតក៏ដូចឆ្នោះដែរភាពពិតយ៉ាងនេះរិះគិតយ៉ាងណាគួររកធរអាឬគួរកុំក្បែរអ្នកក្រក៏ស្លាប់មានក៏ស្លាប់ដែរកម្មករថៅកែស្លាប់តែទាំងអស់អ្នកកើតតែងស្លាប់មិនយ៉ាប់គិតទេទាំងយើងទាំងគេស្លាប់ឥតសល់សោះគ្រាន់តែមុនក្រោយយូរឆាប់ប៉ុណ្ណោះត្រូវគិតមើលចុះគួរធ្វើយ៉ាងណា